តលងសាច់បតក្រូចថែមពោតមកកណាត់ចាំមកយកមកចំហុយបញ្ចូលគ្នាបងប្អូនអ៊ុយថាសាច់នំវិញឈ្ងុយល្អខ្លាំងមែនតើបងនំនេះខ្ញុំចូលចិត្តធ្វើជាងគេបងប្អូនដោយសារតែរបៀបធ្វើហើយនៅគ្រឿងផ្សំអីហ្នឹងគឺងាយស្រួលមែនតើគ្រឿងផ្សំវិញក៏តិចដែរយើងលាយគ្រឿងតែមួយផ្លែទៅអាចយកសាច់នំហ្នឹងទៅចំហុយបានហើយចំណែកតលងនេះវិញបងប្អូនអាចប្រើតលងសាច់បតក្រូចក៏បានពណ៌លឿងពណ៌ស្វាយឬក៏ចំណុចដៃត្រាវល្ពៅអីផ្សេងក៏បានដែរយើងយកមកធ្វើបានដូចគ្នាបងប្អូនហើយតលងនេះគឺជាប្រភេទតលងឆ្អិនណាខ្ញុំបានស្ងោរឬក៏ចំហុយឆ្អិនហើយយើងបកសបកអីស្អាតអញ្ចឹងទៅតលងមួយមើមហ្នឹងទម្ងន់របស់វា100ក្រាមស្មើនឹង1ខាំខ្ញុំចាត់វាជាដុំតូចៗហើយយើងបបែកសាច់តលងហ្នឹងឲ្យម៉ត់បានល្អសិនខ្ញុំយកល្ងមកលាយល្ងបងប្អូនប្រើល្ងសក៏បានល្ងខ្មៅក៏បានដែរចំពោះខ្ញុំដាក់ល្ងខ្មៅ10ក្រាមម្សៅអង្ករត្នោតខ្ញុំដាក់80ក្រាមសាច់ដូងទុំកោសខ្ញុំដាក់100ក្រាមស្មើនឹង1ខាំចំណែកស្ករវិញខ្ញុំដាក់35ក្រាមហើយនៅសាច់ពោតដែលខ្ញុំបានហាន់ហើយនេះចំនួន70ក្រាមចំពោះសាច់ពោតនេះបងប្អូនអាចប្រើពោតឆៅក៏បានពោតដែលយើងស្ងោរឆ្អិនឬក៏ចំហុយឆ្អិនហ្នឹងក៏បានដែរសម្រាប់ខ្ញុំនេះគឺប្រើពោតឆៅបងប្អូនខ្ញុំដាក់70ក្រាមអញ្ចឹងទៅហើយយើងប្រឡេះសាច់ពោតនឹងដាក់ពោតក្របពោតណាដែរវាជាប់គ្នាយើងប្រឡេះចេញឲ្យវាស្អាតឲ្យវាល្អអញ្ចឹងមកចាំយើងរៀបចំច្បាច់សាច់តលូងហើយនឹងម្សៅអីផ្សេងហ្នឹងឲ្យវាចូលសព្វគ្នាបានល្អយើងច្បល់ម្សៅទៅមួយផ្លែតទេគឺថានេះបងប្អូនវាចូលសព្វគ្នាប៉ុណ្ណឹងហើយគឺរួចរាល់ហើយសម្រាប់នំនេះដែរបងប្អូនអត់ចាំបាច់លាយទឹកឬក៏លាយខ្ទិះដូងទេបងប្អូនសាច់នំពេលដែលយើងយកទៅចំហុយទៅគឺវាស្អិតជាប់គ្នាបានល្អហើយបើសិនជាបងប្អូនលាយទឹកឬក៏ខ្ទិះដូងអាចនឹងធ្វើឲ្យសាច់នំហ្នឹងវាស្អិតចូលគ្នាទៅជាដុំមូលវិញពេលដែលស្អិតចូលគ្នាអញ្ចឹងគឺយើងចំហុយទៅសាច់នំអត់សូវឆ្ងាញ់ទេវារៀងជ្រេអញ្ចឹងបងប្អូនអត់ចាំបាច់លាយទឹកឬក៏លាយខ្ទិះដូងទេយើងគ្រាន់តែលាយគ្រឿងអញ្ចឹងហើយទៅសតឲ្យវាស្មើសាច់គ្នាបានល្អអញ្ចឹងទៅគឺរួចរាល់ហើយខ្ញុំរៀបចំយកមកដាក់ចូលចានចំហុយសម្រាប់ចានចំហុយនេះវិញគឺយើងអត់ចាំបាច់លាបប្រេងឆាលាបអីទេបងប្អូនសាច់នំគឺអត់មានស្អិតជាប់ចានអត់មានអីទេពេលដែលចំហុយឆ្អិនគឺថាបងប្អូនចង់ដកនៅក្តៅក៏បានឬក៏យើងទុកឲ្យត្រជាក់សិនចាប់យើងយកសាច់នំចេញពីចានក៏បានដែរគឺអត់មានស្អិតទេហើយនេះបន្ទាប់ខ្ញុំបានរៀបចំសាច់នំអញ្ចឹងហើយយើងវាខាងលើនឹងឲ្យស្មើសាច់គ្នាបន្តិចទៅខ្ញុំយកកូនលព្រានឹងមកសកាត់ផ្នែកខាងលើបន្តិចបងប្អូនពេលដែលយើងសកាត់នេះបងប្អូនកុំប្រើកម្លាំងដៃខ្លាំងពេកយើងប្រើដៃថ្នមថ្នមថ្មីឲ្យផ្នែកខាងលើនឹងវាឃើញរៀបស្មើគ្នាបានល្អទៅគឺរួចរាល់ហើយបងប្អូនសកាត់ប្រើកម្លាំងដៃខ្លាំងពេកអាចនឹងសាច់នំនឹងវារាងហាប់ណែនណាអញ្ចឹងទៅធ្វើឲ្យសាច់នំរបស់យើងចំហុយនឹងក៏ប្រើពេលរាងយូរទៅតាមនឹងដែរអំឡុងពេលខ្ញុំរៀបចំសាច់នំដាក់ចូលចាននេះខ្ញុំបានដាំទឹកក្តៅដែរបងប្អូនយើងដាំទុកចោលអញ្ចឹងទៅពេលដែលយើងរៀបចំសាច់នំហើយគឺទឹកក្តៅពុះល្មមអត់ចាំបាច់ពេលដែលយើងរៀបចំហើយត្រូវអង្គុយចាំទឹកក្តៅពុះទៀតអញ្ចឹងនាំទៅយូរនាំទៅខាតពេលទេហើយបន្ទាប់ពីខ្ញុំបានដាំទឹកក្តៅពុះហើយយើងលើកសាច់នំនឹងទៅចំហុយរយៈពេល30នាទីឬក៏40នាទីគឺសាច់នំឆ្អិនហើយចំណែកភ្លើងវិញបងប្អូនបើកភ្លើងគេមធ្យមទៅភ្លើងខ្លាំងហើយនេះបន្ទាប់ពី30នាទីទៅ40នាទីមកសាច់នំខ្ញុំឆ្អិនបានល្អហើយបងប្អូនអើយគ្រាន់តែបើគុំម្ហូបឆ្នាំងនឹងមកគឺឈ្ងុយមែនតើបងឈ្ងុយជាមួយនឹងក្លិនពោតផងឈ្ងុយជាមួយនឹងក្លិនដូងហើយនឹងក្លិនដលងនឹងខ្លាំងមែនតើញ៉ាំមកទៅគឺឈ្ងុយពេញមាត់ពេញច្រមុះបងប្អូន